kề một hơi thì lại anh ơi cái bàn tia bàn ăn tàu mê kề nô cứ chia không môi rồi bỏ pu nè không mơ nè nếu chừng mua là hai tru tru đai pu nè không mơ cho chất chỉ mà tô tam spin thao tê đòi xa tay chẳng chụp không môi đã có tơ lên rồi là cho môi nâng phải giặc các bài mà giang vậy từ bật tay từ ngày ní cứ cầm rong tơ nọ phnom nằm rồi đồng miêu mà dương tranh pi phnom đa máu chỉ cắt tam nâng vậy tới tới hiệp nó nâng cứ ấp tờ lón thế bông mang ôn ព្រោះថាស្ពានថ្នោតទេខ្ញុំហ្នឹងគឺដូចកន្លែងផឹកកាហ្វេហើយពេលខ្លះចង់ទៅផ្លែតអីចឹងទៅពីរាជធានីភ្នំពេញទៅណាមិនមែនចិត្តទេប៉ុន្តែចំពោះខ្ញុំនេះវិញគឺទៅរហូតចឹងមានអារម្មណ៍ថាចិត្តនេះឯងប៉ុន្តែពុកម៉ែបងប្អូនទៅឆ្ងាយណាស់ស្ពានថ្នោតទេនឹងពេញហ្នឹងហេមកដល់កន្លែងនេះម្នាក់ចាប់អារម្មណ៍ជាមួយនឹងកបីស៊ីអាវាអីកឆែតវាតគួនអាតគួនលិចតាក់គេមិញហ្នឹង nóគ្នាភ្ញាក់ផ្អើលព្រោះខានឃើញទស្សនភាពកបីលេងទឹកយយមិនត្រឹមតែមានកបីលេងទឹកទេមានតែក្មួយខ្ញុំលេងទឹកនៅទៀតនៅខាងមុខក្មួយដែលកំពុងតែលេងទឹកលេងអីណាសប្បាយយ៉ាងដែរខ្ញុំនិយាយមែនស្ពានថ្នោតទេនេះគឺសម្រាប់អ្នកនៅខាងស្រុកសំរោងស្គាល់ច្បាស់ណាស់ឲ្យតែពេលល្ងាចឡើងគឺថាមនុស្សច្រើនមែនតើពុកម៉ែបងប្អូនណែមើលតាប្លង់ដ្រូនពីខាងលើទៅឃើញហើយដល់ខ្សែគេទីមួយអាពេលល្ងាចឡើងយើងអាចមើល sunset ណា គឺស្រស់ស្អាតមែនតែនអញ្ចឹងបានជាខ្ញុំជិះតាមនឹងណែជួបក្មួយពូនេះខ្មៅទៀតពេលហ្នឹងអញ្ចឹងមិនថាគេមកហើយគេណាគេគឺក្មួយពូនេះខ្មៅហ្នឹងពូទៅចំថ្ងៃណាក៏ចំថ្ងៃល្អដែរនិយាយមែនតែបើពូមកពេលល្ងាចគឺថាចំ sunset ទៀតតែខ្សែគេពូមាននិស័យជាមួយនឹងថ្ងៃអស់ស្ដងគត់ហ្នឹងឯងនិយាយទៅជីវិតយើងរៀបលិចទៅណាក៏ជួបថ្ងៃលិចដែរសំបីទៅភ្នំរៃល្មីលមុនចំថ្ងៃលិចស្អាតមែនតើនៅជើងភ្នំដែលយើងមើលទៅណា ចង់ពុកម៉ែបងប្អូនផាជាធ្លាប់ឃើញវីដេអូពូនេះខ្មៅហើយដែលថតតាមផ្លូវទៅជើងភ្នំដំរីរមៀលគឺថ្ងៃលិចស្អាតមែនតែនប៉ុន្តែថ្ងៃនេះនាំអារម្មណ៍ពុកម៉ែបងប្អូនមកមើលស្ពានថ្នោតទេណែស្ពានថ្នោតទេហ្នឹងពុកម៉ែបងប្អូនដែលមិនទាន់ស្គាល់តិចច្រឡំថាមានដើមថ្នោតមួយទេនៅចិត្តស្ពានហ្នឹងមិនមែនទេណាតិចច្រឡំគ្រាន់តែថាជាឈ្មោះមួយស្ពានហ្នឹងណា ដែលគេដាក់ថាស្ពានថ្នោតទេការពូនេះខ្មៅអត់ទាន់ស្គាល់គិតថាមានដើមថ្នោតមួយរៀងទេតឹកណាអាហ្នឹងយើងសម័យទេដោយសារធ្លាប់មានបទចម្រៀងអីខ្លុយស្នេហ៍ថ្នោតទេណាស្មានតាប្រភពដើមចេញពីនឹងឯងនេះដោយអ្វីដែលពូនិយាយចឹងគឺនៅខាងស្ដាំដៃពូនេះគឺកំពុងតែលេងទឹកអើយទឹកឃើញរៀងពណ៌ទៅដោះគោចឹងទេប៉ុន្តែសម្បូរពុកម៉ែបងប្អូនយើងលេងមែនតែន ហើយដោយសារតែទឹកនឹងអត់មានលំមាស់មានអីទេបានជានាំគ្នាលេងអញ្ចឹងពុកម៉ែបងប្អូនសំបីតែខ្ញុំមានអារម្មណ៍ចង់លេងដែរពេលខ្លះប៉ុន្តែដោយសារតែយើងនឹងមាន plan ទៅនោះទេកន្លែងនេះបើតាមអ្វីដែលពូធ្លាប់ទៅរដងប្រហែលជាចាប់ពីម៉ោង5តិចតួចរៀងតែជាក់ទៅគឺមានពុកម៉ែបងប្អូនយើងមកលេងកម្សាន្តច្រើនណាសំបីតែអ្នកលក់នេះនៅខាងគល់ស្ពានខាងនេះគឺច្រើនមែនតើពុកម៉ែបងប្អូនអ្នកគ្នាចឹងគ្មានទេចឹងសម្រាប់ថ្ងៃសៅរ៍ថ្ងៃអាទិត្យអីដែរពុកម៉ែបងប្អូនចង់ទៅស្គាល់ស្ពានថ្នោតទេ ទៅណែនៅខាងស្រុកសំរោងស្ពានថ្នោតទេនេះបើតាមពូចាំនៅភូមិថ្នោតឃុំទ្រាស្រុកសំរោងខេត្តតាកែវអូនិយាយពីកន្លែងនេះនិយាយពីអែមញាក់តែម្ដងកន្លែងនេះគឺថាពូជិះម៉ូតូគឺវ៉ាប៊ីតអត់ផុតទេគឺមានម៉ូតូប៊ីតមួយនៅពីមុខពូនឹងព្យាយាមវ៉ាដែរហ្នឹងមិនទៅវ៉ាផុតហ្មងនិយាយទៅទឹកដៃក្មួយនៅខាងមុខបើកមិនធម្មតាដែរណាផ្លូវរៀងលខេលខុបប៉ុណ្ណេះគឺបើកអត់តទេអញ្ចឹងថាទឹកដៃក្មួយខ្ញុំអូបើកអែមនិយាយអញ្ចឹងវីដេអូពូនេះខ្មែរក៏មានតែប៉ុណ្្នឹងឯង4នាទីជាងនេះសម្រាប់ពុកម៉ែបងប្អូនដែលចង់ទៅលេងស្វីតថ្នោតទេណាទៅពេលរៀងម៉ោង4ម៉ោង5ហ្នឹងគឺចាប់ដើមពេញលេងហើយនិយាយអ្នកខ្លះក៏គាត់ទៅ date នៅហ្នឹងអ្នកខ្លះទៅជួបស្នេហ៍ពិតនឹងដែរពុកម៉ែបងប្អូនទាំងគ្នាអញ្ចឹងអរគុណពុកម៉ែបងប្អូនទាំងគ្នាសម្រាប់ការទស្សនាវីដេអូពូនេះខ្មែរអរគុណបាយបាយជម្រាបលា